វីដេអូនេះយើងនិយាយពីការឈូសលេខកូដអានេះយើងឈូសលេខកូដដោយប្រើអត់ចាំបាច់ប្រើកុំព្យូទ័រទេអញ្ចឹងយើងចុចតាមវីដេអូនេះមកហើយតាមពិតទៅឈូសលេខកូដដែរវាអត់បាក់ទេបងប្អូនវាបញ្ហារបស់ទូរស័ព្ទដែលបាក់គឺជាប់ Google account ហើយនឹង ID បើក្រៅពី ID ត្រឹមជាប់លេខកូដដៃអត់បាក់ទេយើងចង់ធ្វើខ្លួនឯងក៏បានអាចពឹងជាងក៏បានបើយើងគិតថាវាយើងអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចយ៉ាងម៉ាយើងអត់ដឹងសោះហើយក៏អាចពឹងជាងទៅប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថាការងារនេះវាអត់ធ្វើពិបាកទេគ្រាន់តែផ្លេចលេខកូដដៃហ្នឹងយើងអាចធ្វើខ្លួនឯងនៅផ្ទះបានហើយយើងរងចាំវាបន្តិចទៅពេលដែលយើងធ្វើហើយទូរស័ព្ទវានឹងលុតគ្រឿងបន្តមកទៀតវានឹងបើកវិញហើយលេខកូដដៃយើងវានឹងដាច់អស់ហើយប៉ុន្តែប្រយ័ត្នតិចបងប្អូនបើសិនជាទូរស័ព្ទរបស់បងប្អូនមាន Google account អញ្ចឹងវាអាចនឹងជាប់ Google account ហើយទូរស័ព្ទយើងប្រើកើតកាលណាប្រើកើតយើងមានធ្វើអីកើតទេសម្រាប់យើងខ្លួនឯងជាម្ចាស់យើងពិបាកធ្វើតើចូលជាងគឺមានជំនាញក្នុងការធ្វើអូខេយើងចាំវាបើកគ្រឿងមកវិញទៅយើងចាំមើលថាតើទូរស័ព្ទនេះមានជាប់ Google account អត់បើអត់ជាប់ទេស្រួលហើយយើងអាចដំឡើងវាខ្លាយជាទូរស័ព្ទថ្មីអាហ្នឹងដូចគេហៅភាសាខ្មែរថាឈូសកម្មវិធីណាឈូសគ្រឿងហៅឈូសគ្រឿងខ្មែរយើងអាសានិយាយថាឈូសគ្រឿងហ្នឹងម៉ាស៊ីនទូរស័ព្ទនេះវារៀងដំណើរការយូរដែរហើយវីដេអូនេះខ្ញុំអត់បានកាត់បើកាត់ទៅខ្លាចបងប្អូនមើលអត់យល់ខ្លាចអ្នកដែលគាត់ធ្វើតាមអ្នកដែលព្យាយាមធ្វើតាមយើងទៅអត់យល់តែបើជាងដូចគ្នាគាត់មើលគាត់យល់ហើយតែបើសិនជាបងប្អូនដែលគាត់មិនជាជាងខ្លាចគាត់មើលអត់យល់អញ្ចឹងខ្ញុំអត់បានកាត់ទេទុកតាមដំណើររបស់វាទៅអូខេអញ្ចឹងយើងធ្វើតាមនឹងមកចុចនិចមកកន្លែងនេះយើងរើសភាសាមកហើយចុចនិចទៀតយើងរើសប្រទេសយើងយកខ្មែរមក